một số người đó có thể là lợi dụng mơ chỉ mùi nâng tì xa chả say nhé về để việc cho đó thì là lợi việc cầm pung tại cơ ca cái tay ở trong là dương bán lôi thế để dương cho một tăng bị cao nên mố ok chẳng là lợi việc cầm pung thì cái tay hãy biết trong là dương bán lôi xua thì và dân chỉ admin theo làm nót nắng bờ bọc thì dương cũng khoảng thì chẳng mơ thì admin là ta vì tao đó là đấy mà để dương cho một bị cao mấy ban sờn đây đã ăn thì một hay mùi mố mà đào nấy chất sắp bùng bay lên này đọc này trắng mà tên gì vô bán mình cái đấy một rọt ní chất sắp bùng bay lấy chất mà rồi lấy đáy đó mình nghe nhá bờ cao thì môn ấy mà rồi lấy cái trăm bảy khai ấy con đó và lời mà rồi lấy cái bàn màu hồng đi xa mi hà lời mới cứ thay còn lóc thăng mình tên và sân tiền nó khi ta mà toàn thế cứ ở đây drop point cho nên đi xa mi đi bàn thì tại vì sân tiền tam toán ផលចំណេញនិយាយពីលឿនហ្មងណាអ្នកនរលឿនហើយថៃរេសនៃការខាតបងក៏មានតិចដែរអញ្ចឹងទីផ្សារមួយនេះបើសិនជា trade យើង trade មានក្បួនខ្នាតត្រឹមត្រូវណាមិនមែនចូលតែ trade ដូចជាអាប៉ោងនេះទីផ្សារនេះគឺត្រូវការអ្នកនរគ្នារៀនពីទិសដៅហើយមានភាពអំណត់មើលទៅលើ technical ផងមើលទៅលើ fundamental ផងព័ត៌មានអាហ្វិចម៉ោងណាខ្លះម៉ោងណាដែលអត់អាហ្វិចម៉ោងណាដែលចាញ់ម៉ោងណាព័ត៌មានដើរខ្លាំងអាហ្នឹងយើងត្រូវសិក្សាទាំងអស់អ្នកនរគ្នាសិក្សាហើយយើងយកមកបូកច្បាច់គ្នាទៅជាមួយនឹង technical អាហ្នឹងគឺយើងបានលទ្ធផលហើយហើយមួយទៀតគឺយើងត្រូវមានភាពអំណត់ចាំព្រោះទីផ្សារកាលណាយើងចូលភ្លាមមិនប្រកាសថាវាស្របជាមួយនឹងទិសដៅដែលយើងចូលភ្លាមនេះវាអាចនឹងផ្ទុយខ្លះស្របខ្លះផ្ទុយខ្លះស្របខ្លះនៅក្នុងពេលតែមួយនឹងហ្មងអញ្ចឹងវាមិនមែនចូលភ្លាមតែបើយើងឲ្យវាស្របជាមួយនឹងទិសដៅយើងភ្លាមអានឹងអត់ទេហ្នឹងគេមិនហៅទីផ្សារហ្នឹងគេហៅអីផ្សេងវិញចឹងការ trade យើងដូចការធ្វើអាជីវកម្មមួយដែរគាត់ថាការ trade នេះគឺចំណេញក្នុងការយើងអត់ប្រើទៅលើបុគ្គលិកទេយើងអត់ចាយទុនទៅលើបុគ្គលិកយើងអត់ចាយទុនទៅលើទីកន្លែងយើងអត់ចាយទុនទៅលើថ្លៃទឹកថ្លៃភ្លើងយើងអត់ចាយទុនក្នុងការធ្វើទីផ្សារអីទេការ trade នេះយើងគ្រាន់តែមានដើមទុនហើយដើមទុនគោលមួយហើយអ្វីដែលយើងត្រូវការគឺចំណេះដឹងខ្លួនឯងហ្នឹងចំណេះដឹងខ្លួនឯងហើយនឹងភាពអត់ធ្មត់ខ្លួនឯងអញ្ចឹងយើងអាចរកផលចំណេញបានហើយការចំណេញរបស់យើងពេលយើងចំណេញមកគឺអត់មានបែងចែកតាណាទេបងប្អូនគឺចំណេញមកគឺដឹងតែចូលលើយើងមូលហ្មងមិនដូចយើងធ្វើអាជីវកម្មយើងចំណេញយើងត្រូវបែងចែកប្រាក់ខែបុគ្គលិកអីផ្សេងជាដើមទៅតែនេះអត់ទេគឺអ្នកនរគ្នាចំណេញគឺបានលើអ្នកនរគ្នាមូលតែម្ដងអញ្ចឹងអ្វីសំខាន់គឺអ្នកនរគ្នារៀនហើយយើងរៀនរកកន្លែងត្រឹមត្រូវផងបើមិនជារៀនខុសកន្លែងក៏ពិបាកដែរអាហ្នឹងហើយមួយទៀតគឺទៅលើ broker ដែលអ្នកនរគ្នាភ្ជាប់ជាមួយណាព្រោះថាការ trade នេះពឹងទៅលើកម្មវិធី MT5 នេះមួយគឺអត់ប្រយោជន៍ទេបើមិនជាអ្នកនរគ្នាអត់មាន broker គឺ trade អត់បានទេគឺយើងអត់អាចដាក់ដកប្រាក់បានយើងអាច trade បានទេ trade បានថា demo account ទេហើយយើងចង់ trade real account តើយើងមាន broker ចឹងmìnhចិត្តឡើងដូចបងប្អូនឃើញហ្នឹងមិញនេះឡើងដូចជានៅខ្វះតែប្រហែលលេខទៀតអត់នេះទេឲ្យមកព្រឹកមកដើរឡើងប្រហែល100លេខវាអត់ខ្វល់វាមកខ្វល់តែប្រហែលលេខដូចជា7លេខឥឡូវវាកំពុងតែធ្វើស៊ីផ្លូវចិត្តយើងណាតែយើងអត់ខ្វល់ទេអ្នកនរព្រោះថាទីផ្សារមួយនេះអ្នកនរគ្នាអាចបើសិនជាគិតថាអូវានឹងអាចចុះមកដល់ផងអញ្ចឹងអ្នកនរនេះគាត់ថាធ្វើការដាក់ជាមួយនឹង BE មកលើកជាមួយនឹង SL ឡើងមកលើមកការខាតរបស់យើងហ្នឹងដល់ដាក់អាកន្លែងចូលហ្នឹងមកចាំមានថាពេលដែលវាចុះមកប៉ះអាកន្លែងដែលយើងចូលហ្នឹងវិញមានន័យថាគឺយើងអត់ខាតទេគឺយើងអត់ខាតទេអញ្ចឹងហ្នឹងគឺបែបហ្នឹងទីផ្សារមួយហ្នឹងគឺចំណុចសំខាន់ណាមានថាយើងដាក់ទៅបើសិនជាយើង
ពីអ្នកទៅយើងកំណត់ការខាតប៉ុន្តែបើសិនជាការដែលទីផ្សារវាឡើងបែបនេះវាឡើងបែបហ្នឹងចឹងហើយយើងអត់ចង់ឲ្យវាឡើងអត់ប៉ះ TP របស់យើងហើយវាចុះមកស៊ី SL របស់យើងវិញចឹងយើងដាក់នេះមកនេះដាក់កំណត់ការខាតចឹងយើងដាក់កំណត់ការខាតចឹងមកហើយតែប៉ុណ្្នឹងមកគឺរួចរាល់តែពេលដែលវាចុះមកដល់នេះគឺយើងក៏អត់ខាតដែរចឹងណាមួយទៀតគឺយើងអត់ស្មុតអីបងប្អូនគ្នាអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេព្រោះថាចាំវាវីដេអូនេះរៀងយូរដែរអញ្ចឹងបើសិនជាអ្នកនរគ្នាចង់បានជំនាញការប្រឹក្សាយោបល់បន្ថែមទៀតអ្នកនរគ្នាអាច contact ជាមួយនឹង Telegram របស់ខ្ញុំបានណាបាទដើម្បីជាងាយស្រួលបងប្អូនទៅដល់យ៉ាងហ្នឹងបាយយ៉ាងហ្នឹងទៅបិទមកបកគោទៀតទៅ